កាន់តែឡើងកម្ដៅនឹងតឹងសរសៃកដាក់គ្នាហើយរវាងលោកគ្រូពេជ្រសុផាន់និងសុកធីបន្ទាប់ពីបានចោះកិច្ចសន្យាប្រកួតរវាងពេជ្រសម្បត្តិត្រូវប៉ះជាមួយនឹងសុកធីរួចរាល់ភាគីទាំងពីរហាក់បីដូចជាកំពុងតែតឹងសរសៃកដាក់គ្នាហើយខណៈលោកគ្រូពេជ្រសុផាន់បាននិយាយថាសុកធីព្រមចោះចាញ់ពេជ្រសម្បត្តិហើយរឿងការប្រកួតកង់ចេញមករៀមនិងអំបោះឆៅចំណែកឯសុកធីបានប្រកែកថារូបគេធ្លាប់បាននិយាយពេលណាថាសមចោះចាញ់ពេជ្រសម្បត្តិគ្រាន់តែថារូបគេមិនប្រកួតកង់តូចព្រោះរូបគេធ្លាប់ប្រកួតកង់តូចនិងបានរបួសឆ្អឹងដៃរហូតដល់សប្តាហ៍ថ្ងៃដូច្នេះហើយទើបរូបគេមិនទទួលការប្រកួតកង់តូចយ៉ាងណាការប្រកួតនៅសល់រយៈពេល24ថ្ងៃទៀតទើបដល់ថ្ងៃប្រកួតប៉ុន្តែភាគីទាំងសងខាងកំពុងតែប៉ះពាល់ពាក្យសម្ដីនិងតឹងសរសៃកដាក់គ្នាបណ្ដាបាត់ទៅហើយចាំមើលដល់ថ្ងៃប្រកួតនឹងទៅជាយ៉ាងណារងចាំតាមដានទាំងអស់គ្នា